ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតឲ្យសិក្សាគម្រោងប្លង់ផ្នែកសិក្សាវិភាគនិងគណនាចំពោះឯកសារតម្រូវមានដូចខាងក្រោម 1. ពាក្យស្នើសុំវិញ្ញាបនបត្រអនុញ្ញាតឲ្យសិក្សាគម្រោងប្លង់ 2. អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន 3. សញ្ញាបត្រជំនាញដែលមានបទពិសោធន៍យ៉ាងតិច3ឆ្នាំតាមប្រភេទការងារវិភាគនិងគណនាលទ្ធផលសិក្សាដីវិស្វករភូមិគប់ភសាស្ត្រការងារវិភាគនិងប៉ាន់ស្មានគម្រោងវិស្វករសំណង់ស៊ីវិលឬវិស្វករសំណង់អគារការងារសិក្សាគម្រោងប្លង់មេកានិកអគ្គិសនីនិងទឹកវិស្វករមេកានិកឬវិស្វករអគ្គិសនីការងារសិក្សាគម្រោងប្លង់ផ្នែករុះរើសំណង់វិស្វករសំណង់ស៊ីវិលឬវិស្វករសំណង់អគារការងារសិក្សាតុបតែងលម្អខាងក្នុងនិងខាងក្រៅអគារស្ថាបត្យករឬស្ថាបត្យកររចនាការងាររៀបចំទេសភាពនិងសួនស្ថាបត្យករការងារត្រួតពិនិត្យគុណភាពគ្រឿងផ្គុំបេតុងនិងដែកនិងសសរគ្រឹះវិស្វករសំណង់ស៊ីវិលការងារប្រឹក្សាយោបល់វិស្វករសំណង់ស៊ីវិលឬវិស្វករសំណង់អគារឬស្ថាបត្យករ 4. លិខិតបញ្ជាក់ទីលំនៅព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ